បាទជំរាបសួរពុកម៉ែបងប្អូននេះហើយគឺជាប្រតិភូដឹកនាំកីឡាមកពីប៉ូទុយហ្គាល់អូហូស្ដាយមែនទែនបាទបងប្អូនរ៉ូណាល់ដូអត់បានមកបាទពីកម្មប៉ូទុយហ្គាល់ណាក៏ប៉ុន្តែរ៉ូណាល់ដូមិនមកលើកនេះគឺក៏មានអត្តពលិកដូចជាកីឡាករមកពីប៉ូទុយហ្គាល់5រូបដែលត្រៀមប្រកួត5ទល់នឹង5ជាមួយនឹងកីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងទឹកដីនៃខេត្តព្រៃវែងបាទការប្រកួតពី Dragon គុនខ្មែរមានរយៈពេល2ថ្ងៃពេញតែម្ដងបាទសប្បាយរីករាយនៅក្នុងឱកាសអបអរសាទរបបុនចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង3ថ្ងៃជាប់គ្នាទឹកដីនៃខេត្តព្រៃវែងបាទថ្ងៃទី13ទី14ការប្រកួតបដាល់គុនខ្មែររបស់យើងបាទក្រុមប៉ូទុយហ្គាល់បាទមកជុំគ្នាអស់ហើយបងប្អូនបាទនៅឡើយតែរ៉ូណាល់ដូអត់ទាន់មកទេបាទនេះគឺ5ទល់នឹង5ជាមួយលទ្ធផលយ៉ាងណាបងប្អូនថ្ងៃមុនបាទកម្ពុជានិងជប៉ុនបាទកម្ពុជាហូប 5-0 បាទកម្ពុជាអាមេរិកបាទ 4-1 បាទចាំមើលថាកម្ពុជាប៉ូទុយហ្គាល់បាទជាលទ្ធផលគឺប៉ុន្មានបាទពេលដែលចប់នៃការប្រកួតបាទគឺកីឡាករខាងកម្ពុជារបស់យើងតំណាងឲ្យគុនខ្មែរមាន5រូបបាទមានវិបុលបាទរិទ្ធវិបុលពីខាងក្លឹបវិបុលរិទ្ធបាទមានអាឆើតមានលេងលីមានអាម៉ារិនក៏ដូចជាធឿនធីរ៉ាដែលជាមេដឹកនាំទីមគុនខ្មែររបស់យើងបាទប្រកួតតទល់ជាមួយនឹងកីឡាករមកពីប៉ូទុយហ្គាល់បាទទាំង5រូបបាទនេះគឺគាត់ធ្វើដំណើរបាននៅក្នុងពលានយន្តហោះអន្តរជាតិបាទភ្នំពេញរបស់យើងបាទពេលដែលគាត់ចុះមកដល់ភ្លាមណារាក់ទាក់បាទស្វាគមន៍បាទគឺក្រុមការងាររបស់ស្ថានីយទូទួលថោនចូលទៅទទួលដល់ខាងក្នុងតែម្ដងបាទយើងបាទការទទួលជា VIP បាទបន្តមកទៀតនេះបាទគឺជាកីឡាករបាទអំបញ្ញមិញនៅមុខគេនេះគឺដៃគូរបស់អាឆើតបងប្អូនដៃគូអាឆើតបាទដៃគូអាឆើតកំពុងតែរំនេះបងប្អូនបាទរំនេះគឺដៃគូរបស់អាម៉ារិនបាទជាមួយរំសិនទៅបាទរំសិនទៅបាទមានដៃគូរិទ្ធវិបុលបាទមានដៃគូរបស់លេងលីគុនខ្មែរអាម៉ារិនក៏ដូចជាធឿនធីរ៉ានេះគឺជាទស្សនវិជ្ជានៅខាងក្រៅពេលដែលគាត់ចេញមកដល់ខាងមុខពលានយន្តហោះអន្តរជាតិរបស់យើងបាទគ្រាន់តែចេញពីច្រកចេញបន្តិចមកកន្លែងនេះគឺយើងដូរស៊ីមដូរអីសិនបាទគាត់រៀបចំដូរស៊ីមផ្លាស់ប្ដូរនៅស៊ីមគាត់ទិញបាទស៊ីមកាតស៊ីមអីចឹងទៅបាទគឺទើបគាត់បាទចូលមកដល់បាទសន្តាគារបាទទៅសម្រាប់បាទជាបន្តទៀតយ៉ាងណាមិញបាទជាលទ្ធផលបាទយើងអត់ទាន់ដឹងមុនទេបាទចាំមើលសិនបាទបន្ទាប់ពីគាត់ចុះមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទយើងទទួលស្វាគមន៍បាទគាត់យ៉ាងណាមិញយើងងាកបកក្រោយអំពីការប្រកួតមិត្តភាពកម្ពុជាជប៉ុនកាលពីថ្ងៃមុនបន្តិចដែរបាទគឺគួរឲ្យស្ដាយដែលមានការផុសបាទពីតៃម៉ូថ្ងៃមុនណាបាទគាត់មានអ្នកបន្លំលុយរបស់គាត់ពីអាហារនោះបាទហើយបងប្អូនរបស់យើងកុំច្រឡំនោះគឺមិនមែនជាប្រាក់តម្លៃខ្លួនរបស់គាត់ទេបាទគឺជាលុយរបស់គាត់ផ្ទាល់បងប្អូនបាទលុយរបស់គាត់ផ្ទាល់បាទដែលគាត់ដូរបាទគាត់ដូរជាលុយកូរ៉េបាទគាត់ដូរជាលុយកូរ៉េលុយជប៉ុនបាទគឺបន្តមកទៀតមកក៏ដូរលុយដុល្លារដើម្បីចាយវាយហ្នឹងបាទមានអ្នកបន្លំបាទហើយអញ្ចឹងយ៉ាងណាយើងកំពុងតែមើលបន្តទៀតដែរចំពោះបញ្ហាទាំងអស់នេះគឺនឹងមានការប្រុងប្រយ័ត្នបាទជាមួយនឹងភ្ញៀវអន្តរជាតិដែលគាត់មកបាទគឺនឹងព្យាយាមបាទយកចិត្តទុកដាក់បន្ថែមទៀតតាក់ទិនទៅនឹងការចាយវាយរបស់គាត់បាទកុំឲ្យបាទមានបោះជូនថ្ងៃមុនអញ្ចឹងទៅបាទពេលដែលគាត់ទៅដូរលុយដូរអីបានលុយសែនលុយអីគឺធ្វើឲ្យមានការប៉ះពាល់បាទនេះហើយគឺជាបាទកីឡាកររបស់យើងបាទមកជុំគ្នាអស់ហើយបងប្អូនបាទមកជុំគ្នាអស់ហើយនេះបាទមកជុំគ្នាបាទទាំងអស់នេះបាទត្រៀមបាទចេញបាទទៅសន្តាគារជាបន្តទៀតបាទដែលមានការត្រៀមរៀបចំបាទទទួលពួកគាត់បាទស្វាគមន៍ពួកគាត់បាទការមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបងប្អូនអ្នកខេត្តបាទស្វាយរៀងព្រៃវែងបាទអ្នកខេត្តព្រៃវែងបាទ3ថ្ងៃពេញតែម្ដងបាទបដាល់គុនខ្មែរថ្ងៃ13 14បាទ15បាទការប្រគំតន្ត្រីបាទប៉ុន្តែចឹងណាមិញគឺថ្ងៃទី13 14នេះគឺពិសេសណាបងប្អូនអើយបាទពិសេស2ឈុតបាទធំបាទទឹកដីនៃខេត្តបាទព្រៃវែងបាទដើម្បីអបអរសាទរបាទពិធីបុណ្យចូលឆ្នាំថ្មីបាទប្រពៃណីជាតិរបស់យើងបាទដែលគៀកចិត្តមកដល់ហើយបាទយើងថ្លឹងគីឡូបាទថ្ងៃទីបាទ13បងប្អូនថ្លឹងគីឡូថ្ងៃ13ណាបាទសម្រាប់ក្រុមបាទប្រតិភូដឹកនាំកីឡាក៏ដូចជាកីឡាករមកពីខាងប៉ូទុយហ្គាល់នេះបាទគឺថ្លឹងគីឡូបាទថ្ងៃទី13បាទនៅស្ថានីយទូទួលថោនបាទម៉ោង2រសៀលបាទម៉ោង2រសៀលបាទបន្ទាប់មកទៀតបើមានការប្រែប្រួលយ៉ាងណានឹងជម្រាបជូនទៅដល់ពុកម៉ែបងប្អូនក៏ដូចជាបងប្អូនក្រុមបាទ admin ដែលជួយផ្សព្វផ្សាយក៏ដូចជាបងប្អូនអ្នកសារព័ត៌មានរបស់យើងបន្តទៀតបាទតែជាដំបូង
យើងនឹងថ្នឹងគីឡូម៉ោង2បាទថ្ងៃទី13នៅស្ថានីយទូទូថោនបន្តមកទៀតចេញទៅប្រកួតថ្ងៃទី14ហើយថ្ងៃ13នៅខេត្តបៃវែងហ្នឹងមានមួយឈុតទៀតមានផលសុភ័ណ្ឌមានអីបាទច្រើនទៀតបាទមានមាសប៊ុនថេនបាទឈុតថ្ងៃដំបូងណាមានមឿនមេឃាបាទអញ្ចឹងគឺមានឈុតច្រើនឈុតទៀតតោះអរគុណច្រើនក៏រីករាយពេលដល់កម្ពុជារបស់យើងបាទចាំជួបគ្នាទាំងអស់គ្នាបាទអរគុណបងប្អូនអរគុណ